អរុនសួស្តីអ្នកទាំងអស់គ្នាខាងនោះងើបបងម៉ានខាងនេះងើបម៉ោង8កន្លះហ្នឹងហើយថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទាំងអស់គ្នាមកមើលមួយថ្ងៃពេញរបស់ខ្ញុំនៅថ្ងៃសម្រាប់តបងប្អូនទាំងគ្នាតាមដានទស្សនាវីដេអូទាំងអស់គ្នាថ្ងៃនេះសូមធ្វើកូនល្អមួយថ្ងៃងើបមកបាត់ពួយបាត់មុខហ្នឹងហើយព្រោះថ្ងៃនេះបានឆ្កែរបស់ខ្ញុំទេបានដាស់ខ្ញុំហើយនឹងម៉ាក់ខ្ញុំបើពេញនិយាយម៉ោងរោដាក់ឡើងមកជួរបើថារោអត់រោទេបើថារោខ្ញុំដាក់ម៉ោង5ផឹករោម៉ោង5ល្ងាចសូមមិនយល់ក្លែងមកមើលការ៉ាស់ប្រឡងរបស់ខ្ញុំវិញអាចសង់ជាផ្ទះមួយបានការ៉ាស់ប្រឡងនេះគឺជាផ្នែកមួយណាបើផ្នែកមួយទៀតគឺនៅពីច្រើនគឺនៅលោកគ្រូគាត់ទុកសម្រាប់អង្កលអញ្ចឹងណាបងប្អូនបើខ្ញុំងើបពីដេកវិញខ្ញុំអត់តាណាឆ្ងាយក្រៅពីក្នុងបន្ទប់ខ្ញុំទេខ្ញុំត្រូវទៅរៀបក្នុងបន្ទប់ខ្ញុំឲ្យស្អាតសិនបើខ្ញុំចេញទៅក្រៅម៉ាក់ខ្ញុំក៏ឃើញតាខ្ញុំធ្វើការហត់មួយថ្ងៃហ្នឹងហើយគាត់បានធ្វើម្ហូបឲ្យខ្ញុំហូបហើយគាត់ក៏ឆ្លៀតសួរថាកូនឯងធ្វើឲ្យបានអីគេខ្លះកូនបងប្អូនអរគ្នាមិនមើលមុខខ្ញុំទេមុខខ្ញុំគឺថាអត់ទាន់លុបមុខដោះថ្មិញទេគឺថាហូបបាយមុនសិនហើយព្រោះថាក្លៀនខ្លាំងណាងើបមកគឺថាអត់តាណាក្រៅពីបន្ទប់រៀបចំបន្ទប់ឲ្យស្អាតហើយខ្ញុំចេញអញ្ចឹងខ្ញុំមិនចេញទេព្រោះថ្ងៃនេះបងប្អូនអ្នកផ្ទះខ្ញុំចាត់ទុកខ្ញុំជាជាងភ្លើងនិយាយទៅឲ្យតែមានភ្លើងអីបញ្ហាអីតិចតួចខ្ញុំដោះស្រាយចេញហ្មងដូចជាតភ្លើងតដង្ហាលអញ្ចឹងណាវាថាដោះដង្ហាលចេញគេថាដូចជានិយាយទៅខ្ញុំសូមអត់យល់ខ្លួនឯងដែរបើសួរតែចេះដោះស្រាយរឿងភ្លើងខ្ញុំថាខ្ញុំអាចចេះមកដោះពេលមកគ្រាមគ្រាដែរពេលណាដែលអ្នកផ្ទះខ្ញុំប៉ាម៉ាក់ខ្ញុំបងប្រុសខ្ញុំគាត់នៅគឺខ្ញុំអ្នកតភ្លើងហ្នឹងហើយបើសួរតែដែរឆក់អត់ដែរឆក់ទេតែគង់មានថ្ងៃទេបងប្អូនអើយកងហាលរបស់ខ្ញុំខាន់សម្អាតប្រហែលជាកន្លះខែប្រហែលជាក្អាលដីកាន់រៀងច្រើនតិចទេបងប្អូនអើយដែរចាប់អារម្មណ៍កន្លែងគេងរបស់យើងអត់កម្រាលពូកម្រាលខ្នើយថាមួយអាទិត្យនោះសម្អាតប្រហែលដងសម្រាប់ខ្ញុំវិញកម្រាលពូកម្រាលខ្នើយរបស់ខ្ញុំក្នុងមួយអាទិត្យខ្ញុំសម្អាត2ដងដោយសារតែណាមួយខ្ញុំដេកជាមួយឆ្កែផងហើយណាមួយទៅខ្ញុំរក្សាកុំឲ្យវាមានបាក់តេរីជាប់អញ្ចឹងណាបងប្អូនវីដេអូនៅថ្ងៃសម្រាប់របស់ខ្ញុំរៀងកាត់តិចតិចទេបងប្អូនដោយសារតែការងារខ្ញុំច្រើនខ្លាំងមែនតើបើសិនជាຕົកបង្ហាញបងប្អូនទាំងអស់គ្នាមើលប្រហែលជាច្រើនព្រោះណាមួយការងារវាមិនសូវអីសំខាន់សម្រាប់ការបង្ហាញបងប្អូនទាំងអស់គ្នាម៉ាក់ខ្ញុំឲ្យខ្ញុំយកចិត្តទុកដាក់ខ្លាំងមែនទែនសម្រាប់ការសម្អាតបន្ទប់ជួលសម្រាប់បងណាដែលគាត់ចង់ជួលឬក៏ចង់ស្នាក់នៅមួយយប់ពីរយប់ពីព្រឹកដល់ល្ងាចនៅថ្ងៃសម្រាប់របស់ខ្ញុំអត់កិច្ចផុតពីការសរសេរទេបងប្អូននិយាយទៅតែងតែមានការផ្ទះធ្វើហើយណាមួយខ្ញុំចង់យកសំណួរដែលខ្ញុំមានហ្នឹងយកមកស៊ើចនៅផ្ទះដើម្បីធ្វើការស៊ើចបន្ថែមដើម្បីទទួលបានមេរៀនសំខាន់ខាងក្រៅទៀតបងប្អូនណាដែលគាត់មានសត្វចិញ្ចឹមដែលសង្កេតឃើញថាឆ្កែឬក៏ឆ្មារបស់យើងមានតកែអីជាប់ខ្លួនអត់សម្រាប់ឆ្កែខ្ញុំគឺមានច្រើនខ្លាំងមែនទែនប៉ុន្តែដោយសារតែឆ្កែខ្ញុំបានចាក់វ៉ាក់សាំងផងបានដាក់ថ្នាំផងអញ្ចឹងវាអត់សូវមានអញ្ចឹងណាប៉ុន្តែតកែដែលនៅជាប់ឆ្កែជាប់ឆ្មារបស់យើងហ្នឹងវាអាចបណ្ដាលឲ្យឆ្កែយើងមានបញ្ហាសុខភាពអាចនឹងខំឆ្កែយើងយេទីមពុតបញ្ចប់ការងារហើយខ្ញុំគឺថាការងារច្រើនខ្លាំងមែនទែនឡើងចេះសម្រាប់វីដេអូមួយថ្ងៃសម្រាប់របស់ខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនបើបងប្អូនតនេកុំភ្លេចធ្វើការងារផ្ទះផងប្រយ័ត្នម៉ាក់វាយបាយបាយអ្នកទាំងអស់គ្នា